យើងធ្វើលំហាត់ប្រតិបត្តិយើងមើលនៅទំព័រទី6នេះប្រតិបត្តិដែលយើងមានគណនាចុះយើងស្រង់លំហាត់ប្រតិបត្តិទាំងពីរនោះយកមកដាក់នៅក្នុងសភៅរបស់យើងសិនឬហើយយើងចាប់ផ្ដើមធ្វើចម្លើយ10 + ឬការ៉េគុណជាមួយនឹង 0.1 + ឬការ៉េអានេះយើងដាក់លំហាត់អក្សរកមកយើងតាំងឲ្យអក្សរកលំហាត់លេខរៀងទី1យើងអាចគុណរ៉ាឌីកង់ចូលគ្នាដោយយើងប្រើរ៉ាឌីកាល់រួមគ្នាណាយើងដាក់រ៉ាឌីកាល់រួមគ្នាហើយយើងយក10គុណជាមួយនឹង 0.1 នេះយើងគុណមកគុណចូលមកបាន1យើងគុណធម្មតាមក10គុណនឹង 0.1 បាន1អញ្ចឹង1យើងចង់បានស្វ័យគុណប្រមាណក៏បានដែរដោយសាររ៉ាឌីកាល់យើងវាជាសន្ទុះ2អញ្ចឹងយើងលើកជាការ៉េមកយើងអាចចេញបាន1ឬក៏យើងអាចចេញយក1តែម្ដងដែលយើងមិនបាច់លើកជាការ៉េក៏បានដែរដាក់លំហាត់អក្សរខអានេះជារឹសទី3រឹសគូប10 + រឹសគូបគុណជាមួយនឹង 0.1 + រឹសគូបអានេះគឺយើងគុណចូលដូចគ្នាដែរយើងប្រើរ៉ាឌីកាល់រួមគ្នារ៉ាឌីកាល់ដែលមានសន្ទុះ3នេះយើងគុណមកលទ្ធផលគុណគឺស្មើ1ដូចគ្នា1យើងអាចចង់បានស្វ័យគុណប្រមាណក៏បានដែរបើជារឹសទី3យើងលើកជាស្វ័យគុណ3មកយើងអាចចេញបានចំពោះលេខ1មិនអាចជារឹសបានទេព្រោះយើងអាចលើកស្វ័យគុណបានគ្រប់ចំនួនទាំងអស់អញ្ចឹងយើងចេញមកបាន1ចម្លើយវាគឺឃើញ1ដូចគ្នាសូមកូនជួយចុច Subscribe ដើម្បីបានវីដេអូថ្មីៗខាងក្រោយបន្តទៀតយើងធ្វើលំហាត់ប្រតិបត្តិយើងមើលនៅទំព័រទី6នេះប្រតិបត្តិដែលយើងមានគណនាចុះយើងស្រង់លំហាត់ប្រតិបត្តិទាំងពីរនោះយកមកដាក់នៅក្នុងសភៅរបស់យើងសិនឬហើយយើងចាប់ផ្ដើមធ្វើចម្លើយ10 + រឹសការ៉េគុណជាមួយនឹង 0.1 + រឹសការ៉េអានេះយើងដាក់លំហាត់អក្សរកមកយើងតាំងឲ្យអក្សរកលំហាត់លេខរៀងទី1យើងអាចគុណរ៉ាឌីកង់ចូលគ្នាដោយយើងប្រើរ៉ាឌីកាល់រួមគ្នាណាយើងដាក់រ៉ាឌីកាល់រួមគ្នាហើយយើងយក10គុណជាមួយនឹង 0.1 នេះយើងគុណមកគុណចូលមកបាន1យើងគុណធម្មតាមក10គុណនឹង 0.1 បាន1អញ្ចឹង1យើងចង់បានស្វ័យគុណប្រមាណក៏បានដែរដោយសាររ៉ាឌីកាល់យើងវាជាសន្ទុះ2អញ្ចឹងយើងលើកជាការ៉េមកយើងអាចចេញបាន1ឬក៏យើងអាចចេញយក1តែម្ដងដែលយើងមិនបាច់លើកជាការ៉េក៏បានដែរដាក់លំហាត់អក្សរខអានេះជារឹសទី3រឹសគូប10 + រឹសគូបគុណជាមួយនឹង 0.1 + រឹសគូបអានេះគឺយើងគុណចូលដូចគ្នាដែរយើងប្រើរ៉ាឌីកាល់រួមគ្នារ៉ាឌីកាល់ដែលមានសន្ទុះ3នេះយើងគុណមកលទ្ធផលគុណគឺស្មើ1ដូចគ្នា1យើងអាចចង់បានស្វ័យគុណប្រមាណក៏បានដែរបើជារឹសទី3យើងលើកជាស្វ័យគុណ3មកយើងអាចចេញបានចំពោះលេខ1មិនអាចជារឹសបានទេព្រោះយើងអាចលើកស្វ័យគុណបានគ្រប់ចំនួនទាំងអស់អញ្ចឹងយើងចេញមកបាន1ចម្លើយវាគឺឃើញ1ដូចគ្នា